ថៃព្យាយាមចាក់បំពេញក្រហងដីដែលបានបាក់ស្រុតតែស៊ីម៉ង់បែរជាហូរចូលទៅក្នុងរូងក្រោមដីបន្ទាប់ពីបាក់ស្រុតដីបន្សល់ទុករណ្ដៅដ៏ធំជម្រៅប្រមាណជា50 ម៉ែត្រនៅកណ្ដាលទីក្រុងបាងកកប្រទេសថៃកាលពីថ្ងៃទី24 ខែកញ្ញាអាជ្ញាធរបានប្រញាប់បញ្ញារកវិធីលុបក្រហងដីទាំងយប់ទាំងថ្ងៃដោយការចាក់បំពេញដោយបាវខ្សាច់រាប់ពាន់និងស៊ីម៉ង់រាប់ពាន់តោនដើម្បីការពារការច្រករិចរើដីបន្ថែមទៀតប៉ុន្តែប្រតិបត្តិការនេះបានបរាជ័យក្នុងជំហានដំបូងដោយសារតែស៊ីម៉ង់ដែលចាក់ចូលក្នុងក្រហងដីនោះបែរជាហូរទៅក្នុងរូងដីតាមប្រឡោះដែលធ្លាយមិនជាប់នៅក្នុងរណ្ដៅតាមផែនការឡើយអភិបាលក្រុងបាងកកលោកឆេតឆាតស៊ីទ្ធីភុនបានបញ្ជាក់នៅថ្ងៃសុក្រទី26 ខែកញ្ញាឆ្នាំ2025ថាការងារសង្គ្រោះបន្ទាន់ដើម្បីជួសជុលរណ្ដៅធំនៅកណ្ដាលផ្លូវ30 សេនមានភាពស្មុគស្មាញដោយបង្ហាញថាប្រតិបត្តិការនេះត្រូវបានផ្អាកបន្ទាប់ពីស៊ីម៉ង់ចំនួន 1500 តោនដែលចាក់បានលេចធ្លាយចូលទៅក្នុងដីផ្លូវក្រោមដីលោកឆេតឆាតបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានអំឡុងពេលចុះត្រួតពិនិត្យទីតាំងមុខមន្ទីរពេទ្យវ៉ាជីរ៉ាថាស៊ីម៉ង់ប្រមាណជា 1500 តោនបានចាក់ពេញមួយថ្ងៃដើម្បីផ្ចិតប្រហោងដីប៉ុន្តែការបង្ហូរស៊ីម៉ង់នេះត្រូវបានផ្អាកភ្លាមបន្ទាប់ពីអ្នកបច្ចេកទេសរកឃើញថាស៊ីម៉ង់បានហូរចូលទៅក្នុងដីរូងក្រោមដីដែលនៅខាងក្រោមក្រុមមន្ត្រីត្រូវបានបញ្ជូនចូលទៅក្នុងរូងក្រោមដីនៅថ្ងៃទី26ដើម្បីស្ទង់មើលការខូចខាតដែលរួមមានការបែកធ្លាយទំហំ30 ម៉ែត្រការ៉េនៅក្នុងជញ្ជាំងរូងក្រោមដីផងដែរបន្ថែមលើពីនេះសុវត្ថិភាពហេដ្ឋារចនាសម្ព័ន្ធនៃអគារជុំវិញនៅតែជាក្តីកង្វល់ចម្បងក្នុងនោះប៉ុស្តិ៍នគរបាល30 សេននិងលំនៅឋាននៅក្បែរនោះនៅតែបិទជាបណ្ដោះអាសន្ននៅឡើយដើម្បីតាមដានចលនាដែលពិបាកមើលឃើញដោយភ្នែកទទេអ្នកជំនាញបានប្រើឧបករណ៍បន្ថែមដើម្បីតាមដានរំញ័ររបស់អគារដោយស្ថានីយ៍ប៉ូលីសខូចខាតគ្រឹះរក្សាលំនឹងចំណែកមន្ទីរពេទ្យវ៉ាជីរ៉ាដែលនៅទល់មុខរណ្ដៅដីបានបន្តផ្ដល់សេវាអ្នកជំងឺជាធម្មតាឡើងវិញបន្ទាប់ពីតំបន់នេះត្រូវបានចាត់ទុកថាមានសុវត្ថិភាពទោះបីជាយ៉ាងណាក៏ដោយដរាបណារណ្ដៅមិនទាន់បានលុបបាត់ជាស្ថាពរហានិភ័យនៅតែមានស្របពេលដែលមានការព្យាករណ៍ពីភ្លៀងធ្លាក់នៅក្នុងទីក្រុងបាងកកជាពិសេសនៅកន្លែងដីដដែលកំពុងរងការខូចខាតអភិបាលក្រុងបានបញ្ជាក់ថាកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយទឹកជំនន់កំពុងដំណើរការនៅកន្លែងបាក់ដីស្រុតដោយមានម៉ាស៊ីនបូមទឹកដែលមានសមត្ថភាពខ្ពស់ចំនួន4គ្រឿងនិងរបាំងបាវខ្សាច់ត្រូវបានដំឡើងជុំវិញបរិវេណនោះដើម្បីរក្សាការពារលំហូរទឹកភ្លៀងថៃប្រកាសអាសន្នភ្លៀងធ្លាក់ខ្លាំងក្នុងខេត្តចំនួន52ខណៈអតិពលព្យុះថ្មីជិតមកដល់នាយកដ្ឋានអូតូនិយមថៃបានចេញការព្រមានពីភ្លៀងធ្លាក់ខ្លាំងពាសពេញតំបន់ចំនួន3ដោយដាក់ខេត្តចំនួន52ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះទឹកជំនន់ភ្លាមបំណាក់ដីខណៈថៃកំពុងព្រួយបារម្ភអំពីឥទ្ធិពលព្យុះថ្មីប៊ូឡូខិតជិតមកដល់នេះបើយោងទៅតាមការចេញផ្សាយដោយសារព័ត៌មានកៅសុតនៅថ្ងៃទី26 ខែកញ្ញាភ្លៀងធ្លាក់ខ្លាំងបំផុតត្រូវបានព្យាករណ៍នៅតំបន់ភាគខាងជើងអេសាននិងខាងកើតប្រទេសថៃជាពិសេសខេត្តភិសានុលោកពេជ្របុណ្យលើយឆៃយ៉ាភូមិខុនកែននាខតរាឆាស៊ីមាបូរីរ៉ាំចន្ទថាបុរីនិងត្រាតផ្នែកខ្លះនៅតំបន់កណ្ដាលរួមមានទីក្រុងបាងកកក៏នឹងប្រឈមមុខភ្លៀងធ្លាក់ផងដែរការព្យាករណ៍នេះសន្មតថាអាកាសធាតុមានសភាពធ្ងន់ធ្ងរដោយសារខ្យល់មូសុងឆ្លងកាត់ភាគខាងជើងនិងអេសានភាគខាងលើចូលទៅក្នុងប្រព័ន្ធសម្ពាធទាបលើប្រទេសឡាវដែលពង្រឹងដោយខ្យល់មូសុងនិរដីដ៏ខ្លាំងក្លាគ្រប់គ្រងលើសមុទ្រអាដាមែនប្រទេសថៃនិងឈូកសមុទ្រថៃលើពីនេះក៏មានការព្រមានអំពីដែនសមុទ្រដោយរលកសមុទ្រមានកម្ពស់ពី2ទៅ3ម៉ែត្រនៅក្នុងសមុទ្រអាដាមែនភាគខាងលើនិងជាង3ម៉ែត្រនៅតំបន់ខ្យល់មូសុងទូកតូចៗត្រូវបានណែនាំឲ្យនៅជាប់ច្រាំងយ៉ាងហោចណាស់មួយថ្ងៃទៀតខណៈកប៉ាល់ទាំងអស់គួរតែប្រុងប្រយ័ត្នឲ្យបានខ្ពស់បន្ថែមលើក្តីបារម្ភព្យុះត្រូហ្វិកប៊ូឡូដ៏ខ្លាំងក្លាកំពុងរំកិលពីប៉ាស៊ីហ្វិកចូលទៅក្នុងសមុទ្រចិនខាងត្បូងហើយត្រូវបានគេរំពឹងថានឹងបោកបក់នៅភាគខាងជើងប្រទេសវៀតណាមចន្លោះពីថ្ងៃទី29និងថ្ងៃទី30 ខែកញ្ញាអាជ្ញាធរថៃបានបារម្ភឥទ្ធិពលរបស់វានឹងធ្វើឲ្យមានភ្លៀងធ្លាក់ខ្លាំងនៅតំបន់ខ្លះនៃប្រទេសបន្ថែមទៀត
គួរបញ្ជាក់ថានាយកដ្ឋានអតុនិយមថៃកាលពីថ្ងៃទី24ក៏បានចេញការព្រមានលើកទី9របស់ខ្លួនចំពោះព្យុះទីហ្វុងរ៉ាកាសាដោយព្យាករណ៍ថានឹងមានភ្លៀងធ្លាក់ខ្លាំងនៅក្នុងខេត្តចំនួន36នៅទូទាំងភាគខាងជើងឦសានកណ្ដាលនិងខាងកើតរួមទាំងទីក្រុងបាងកកចាប់ពីថ្ងៃទី24ដល់ថ្ងៃទី26ខែកញ្ញានេះផងដែរទន្លេភិននៃសានសៃនៅក្នុងខេត្តឈៀងម៉ៃជិតដល់កម្រិតច្រាំងទន្លេហើយនាយកដ្ឋានបង្ការនិងកាត់បន្ថយគ្រោះមហន្តរាយថៃបានព្រមានឲ្យអ្នកស្រុកឬរបស់របរនិងការពារមនុស្សចាស់និងអ្នកអង្គុយលើគ្រែនាយកដ្ឋានបង្ការនិងកាត់បន្ថយគ្រោះមហន្តរាយនិងអាជ្ញាធរខេត្តឈៀងម៉ៃបានរាយការណ៍កាលពីថ្ងៃសុក្រនេះថាទន្លេភិននៅក្នុងស្រុកសានសៃបន្តកើនឡើងដោយខិតជិតដល់កម្រិតច្រាំងទន្លេនៅស្ថានីយ៍P67នៅក្នុងតំបន់បាងម៉ែថែងកម្ពស់ទឹកបង្កហានិភ័យដល់តំបន់មាត់ទន្លេនិងតំបន់វាលទំនាបនៅក្នុងទីក្រុងសានសៃនិងសហគមន៍ជុំវិញនាយកដ្ឋានបង្ការនិងកាត់បន្ថយគ្រោះមហន្តរាយថៃដោយមានការសម្របសម្រួលជាមួយនឹងប្រតិបត្តិការទូរស័ព្ទចល័ត AIS True និង NT បានចេញការជូនដំណឹងតាមសារទូរស័ព្ទដោយជំរុញឲ្យអ្នកស្រុកនៅក្នុងតំបន់រងប៉ះពាល់ផ្លាស់ទីនិងវត្ថុមានតម្លៃទៅកាន់ទីទួលសុវត្ថិភាពនិងថែរក្សាក្រុមដែលងាយរងគ្រោះរួមទាំងមនុស្សចាស់និងអ្នកដេកនៅលើគ្រែប្រជាពលរដ្ឋត្រូវបានណែនាំឲ្យតាមដានព័ត៌មានឲ្យបានដិតដល់លោកថូសាផូភួរនូដំអភិបាលខេត្តឈៀងម៉ៃបានបង្ហោះនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួនថាគិតត្រឹមម៉ោង8ព្រឹកថ្ងៃទី26កម្ពស់ទឹកនៅស្ថានីយ៍P1នៅក្នុងស្រុកមឿងនៅតែធម្មតាក្នុងរង្វង់ 3.50 ម៉ែត្រទោះបីជាមានទឹកហូរចេញពីតំបន់ខាងលើដូចជាសានសៃនិងម៉ែថែងទោះបីមានភ្លៀងធ្លាក់ពីព្រឹកនេះក៏ដោយការវិតម្លៃដំបូងបង្ហាញថាកម្រិតនឹងមិនឈានដល់កម្រិតធ្ងន់ធ្ងរនោះទេបើទោះបីជាទឹកឡើងដល់កម្រិត 3.7 ម៉ែត្រក៏ដោយក៏វានៅតែនៅក្រោមច្រាំងទន្លេដែរតំបន់សេដ្ឋកិច្ចនៅតាមមាត់ទន្លេអាចផ្ទុកបានកម្រិតរហូតដល់ 4.20 ម៉ែត្រលោកថូសាផលបាននិយាយថានៅក្នុងស្រុករួមទាំងទីក្រុងឈៀងម៉ៃស្រុកនងហយស្រុកផាដេតនិងអាជ្ញាធរស្រុកថាវ៉ាន់ថែនបានណែនាំឲ្យយកកំទេចកំទីស្លឹកឈើនិងមែកឈើចេញពីស្ពានដើម្បីកែលម្អលំហូរទឹកលោកបានជំរុញឲ្យប្រជាពលរដ្ឋនៅឈៀងម៉ៃតាមដានព័ត៌មានថ្មីៗជាផ្លូវការដោយសន្យាថានឹងផ្ដល់ព័ត៌មានបន្ថែមទៀតនៅពេលស្ថានភាពមានការវិវត្តប្រទេសជុំវិញកម្ពុជាសុទ្ធតែប្រឈមហានិភ័យធ្ងន់ធ្ងរដោយសារឥទ្ធិពលព្យុះប៊ូឡូប្រទេសវៀតណាមតាមការព្យាករណ៍ព្យុះប៊ូឡូនឹងឈានចូលដល់សមុទ្រចិនខាងត្បូងនៅរាត្រីថ្ងៃសុក្រទី26ខែកញ្ញាឆ្នាំ2025រួចបោះពួយទៅវាយប្រហារដីគោកភាគកណ្ដាលប្រទេសវៀតណាមនៅព្រឹកថ្ងៃអាទិត្យព្យុះនេះនឹងបង្កើតឥទ្ធិពលដោយបោះពួយនៅក្នុងល្បឿន118គីឡូម៉ែត្រទៅ133គីឡូម៉ែត្រក្នុង1ម៉ោងជាវិធានការប្រុងប្រយ័ត្នប្រទេសវៀតណាមបានព្រមានប្រជាពលរដ្ឋឲ្យត្រៀមខ្លួនខណៈមនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសចេញរួចទៅហើយជាពិសេសអ្នកនៅតាមតំបន់មាត់សមុទ្រប្រទេសថៃឥទ្ធិពលព្យុះបូឡូបង្ខំឲ្យប្រទេសថៃប្រកាសអាសន្នគ្រោះទឹកជំនន់បំណាក់ដីព្រោះតែការព្យាករណ៍នឹងមានភ្លៀងធ្លាក់ខ្លាំងជាច្រើនទៀតនាយកដ្ឋានឧតុនិយមថៃបានចេញការព្រមានឲ្យពលរដ្ឋប្រយ័ត្នខ្លួនត្បិតតែព្យុះបូឡូមិនទាន់បានវាយប្រហារពេញទំហឹងក៏ដោយប៉ុន្តែវាអាចបង្កគ្រោះថ្នាក់គ្រប់ពេលខេត្តដែលប្រឈមគ្រោះថ្នាក់ដោយសារទឹកជំនន់រួមមានដូចជាភីសនូឡុកភិតឆាបនលើយឆៃយ៉ាភូមិខុនកែននគររដ្ឋាស៊ីមាបូរីរ៉ាំអំណាចចម្រើនអ៊ុកប៊ុនរដ្ឋាធានីចន្ទថាបុរីនិងត្រាតប្រទេសឡាវព្យាករណ៍នឹងមានភ្លៀងធ្លាក់រាយប៉ាយព្រមទាំងមានភ្លៀងរន្ទះចាប់ពីថ្ងៃទី29ថ្ងៃទី30កញ្ញាដោយសារព្យុះប៊ូឡូទោះមិនចំផ្លូវព្យុះប៉ុន្តែដំណើររបស់ព្យុះបូឡូនឹងទៅជិតកោះហៃណាននឹងបណ្ដាលឲ្យមានភ្លៀងធ្លាក់ខ្លាំងទូទាំងប្រទេសជាពិសេសតំបន់ខាងជើងកណ្ដាលនិងភាគខាងត្បូងដែលបង្កជាហានិភ័យនៅទឹកចំនួនរហ័សបំណាក់ដីនិងការជន់លិចដីទំនាបដូច្នេះអាជ្ញាធរបានអំពីនេះឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ននិងតាមដានព័ត៌មានអាកាសធាតុឲ្យបានជាប់លាប់